មានការប្រកួតមួយកំពុងត្រៀមចាប់ផ្ដើមដែលមានតែមនុស្ស10នាក់ប៉ុណ្ណោះអាចរស់រានមានជីវិតហើយអ្នកដែលនៅសល់ទាំងអស់នឹងត្រូវសម្លាប់ពួកគេមានពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះដើម្បីរស់នៅឲ្យសុខសប្បាយមុនពេលការប្រកួតចាប់ផ្ដើមនៅពេលនោះក៏បង្ហាញឲ្យឃើញថាពេលអង្គខៀវចុះទៅយកខ្សែពាក់ករបស់គាត់បរិសុទ្ធម្នាក់ដដែលដែលធ្លាប់រុញគាត់ពីមុនបានដាក់ជើងលើវាហើយនិយាយថាមើលទៅគាត់គឺជាយុវជនមេតកូលជាមែនទេគឺជាមេដែលធ្លាប់យកគុណសម្បត្តិល្អរបស់អ្នកដទៃមកជារបស់ខ្លួនឯងខ្ញុំមិននឹកស្មានថាគាត់នឹងធ្លាក់ចុះមកដល់ស្ថានភាពអាក្រក់បែបនេះទេនិយាយចប់គាត់ក៏ចាក់ចេញទៅទប់អង្គខៀវយកខ្សែពាក់កឡើងមើលបន្ទាប់មកនៅជួបបន្ទាប់គេឃើញអង្គខៀវនៅផ្ទះកំពុងព្យាយាមលាបថ្នាំលើរបួសរបស់ខ្លួនប៉ុន្តែដៃរបស់គាត់មិនអាចឈានដល់កន្លែងរបួសបាននៅពេលនោះមិត្តរួមបន្ទប់របស់គាត់បានចូលមកយកថ្នាំមកលាបឲ្យគាត់ហើយនិយាយអរគុណយ៉ាងខ្លាំងព្រោះបើគ្មានគាត់ប្រហែលជានាងបានស្លាប់ទៅហើយតាំងពីយូរតែអង្គខៀវឆ្លើយថាមិនចាំបាច់អរគុណឥឡូវទេព្រោះពួកយើងនៅជិតសេចក្តីស្លាប់ខ្លាំងណាស់ស្ដាប់ហើយនាងក៏យល់ព្រមព្រោះការប្រកួតក៏ជិតចាប់ផ្ដើមហើយពួកគេអាចនឹងស្លាប់ក្នុងនោះនាងសួរថាគាត់ទៅណាហើយសុំទៅជាមួយប៉ុន្តែគាត់ប្រាប់ឲ្យនាងស្នាក់នៅទីនេះបន្ទាប់មកគេបង្ហាញឲ្យឃើញកញ្ជ្រោងពណ៌ក្រហមមួយនៅក្នុងព្រៃដែលយកគ្រីស្តាល់មួយហើយរត់ចេញទៅនៅទីនោះអង្គខៀវកំពុងលាក់ខ្លួនគាត់កំពុងរងចាំសត្វខ្លាំងមួយដើម្បីចាប់យកនិងបណ្ដុះបណ្ដាលវាដើម្បីឲ្យអាចរស់រានមានជីវិតក្នុងការប្រកួតប៉ុន្តែភ្លាមគាត់នឹកឃើញថាកញ្ជ្រោងក្រហមដែលកន្លងទៅមានសញ្ញាព្រះច័ន្ទលើថ្ងាសដូច្នេះគាត់ដាក់គ្រីស្តាល់មួយទៀតនៅទីនោះដើម្បីមិនឲ្យសត្វផ្សេងចូលមកហើយខ្លួនគាត់ឡើងទៅលើដើមឈើពេលឡើងដល់គាត់ចាប់ផ្ដើមញ៉ាំនំប៉័ងស្រាប់តែមានសំឡេងឆ្លាចរនៅក្នុងរុក្ខជាតិជុំវិញគាត់ដកស្លឹកឈើចេញហើយឃើញសត្វល្អិតមួយដែលជាសត្វល្អិតកាត់ពីនាគឃើញវាគាត់និយាយថាប្រហែលជាអ្នកឃ្លានហើយបំបែកនំប៉័ងមួយផ្នែកឲ្យវាញ៉ាំសត្វល្អិតតូចនោះញ៉ាំយ៉ាងរីករាយហើយឡើងជិះលើស្មារបស់អង្គខៀវធ្វើឲ្យគាត់មានអារម្មណ៍ល្អនៅពេលអង្គខៀវមើលចុះក្រោមគាត់ឃើញកញ្ជ្រោងមួយទៀតមកដល់ហើយលើកនេះគឺជាកញ្ជ្រោងព្រះច័ន្ទពណ៌ខៀវប្រាក់ដែលយកគ្រីស្តាល់ទៅអង្គខៀវនិយាយថាក្នុងវាមានអំណាចព្រះច័ន្ទអាចមានប្រយោជន៍សម្រាប់គាត់ពេលគាត់លោតចុះទៅចាប់វាកញ្ជ្រោងខៀវនោះរត់គេចភ្លាមបន្ទាប់មកគេបង្ហាញថាកន្លែងនោះបានអង្គុយរងចាំរយៈពេល3ថ្ងៃហើយឥឡូវជាថ្ងៃទី4លើកនេះមានចោះពណ៌ស្មួយមកយកគ្រីស្តាល់វាក៏ជាចោះព្រះច័ន្ទប្រាក់ដែរអង្គខៀវភ្ញាក់ផ្អើលហើយនិយាយថាតើខ្ញុំបានដាក់អន្ទាក់សម្រាប់កញ្ជ្រោងតែប៉ុណ្ណោះឬអីព្រោះវាមកជាបន្តប៉ុន្តែភ្លាមគាត់ឃើញសញ្ញាលើសត្វនោះហើយដឹងថាពេលនេះកូនខ្យល់ក៏កំពុងដើរលេងក្នុងព្រៃនេះដែរសំណាងខ្លាំងព្រោះមិនចាំបាច់ខំច្រើនដើម្បីចាប់វាពេលគាត់ទាញអន្ទាក់សម្ពាធខ្យល់បានបញ្ចេញហើយដីខាងក្រោមបើកជារន្ធធ្វើឲ្យសត្វនោះធ្លាក់ចុះវាព្យាយាមឡើងវិញប៉ុន្តែសត្វល្អិតលើស្មារបស់អង្គខៀវបានបាញ់ខ្សែចងជើងវាធ្វើឲ្យវាធ្លាក់ចុះវិញហើយចងជើងក្រោយទៀតឃើញបែបនេះអង្គខៀវសប្បាយចិត្តណាស់ហើយនិយាយថាអ្នកពិតជាមានប្រយោជន៍ខៀវអង្គុយក្បែរសត្វនោះហើយនិយាយថាវាជាចោចកព្រះច័ន្ទបំលែងដែលកំរណាស់ក្នុងពូជចកគាត់ក៏ឃើញថារាងកាយវារងរបួសធ្ងន់ហើយយល់ថាកញ្ជ្រោងក្រហមនិងខៀវមុននេះគឺជាវាតែមួយដែលបំលែងរៀងពីកម្រិតបំលែងគាត់មិនអាចជឿបានថាខ្លួនបានសត្វព្រលឹងល្អបែបនេះបន្ទាប់មកគាត់ប្រើបច្ចេកទេសមួយព្យាបាលរបួសវាហើយប្រាប់ថាកុំបារម្ភវានឹងមិនឈឺទៀតទេទោះបីវារងរបួសដោយសារគាត់ក៏ដោយព្រោះគាត់ក៏មិនចង់ធ្វើឲ្យវាឈឺដែរពេលគាត់ទៅដៃទៅមុខសត្វនោះខំគាត់យ៉ាងខ្លាំងអង្គខៀវនិយាយថាវានៅខ្សោយណាស់ហើយប្រហែលជាមិនអាចរស់បានយូរនៅក្នុងដែនទឹកកកនេះទេគាត់ប្រាប់វាថាបើចង់រស់ត្រូវធ្វើឲ្យខ្លួនឯងខ្លាចជាមមួននៅពេលនោះគាត់ក៏នឹកឃើញថាមុននេះមានចោចកអារក្សមួយបានវាប្រហារគាត់ពីក្រោយហើយរឿងនោះក៏កើតឡើងស្រដៀងគ្នាដែរ